នេះជាសកម្មភាពញ៉ាំអាហារពេលព្រឹកលក្ខណៈគ្រួសារតូចគឺថាស្រស់បំព្រងរីករាយខ្លាំងមែនទែនចាមានកូនមួយជីវិតភីងតែម្ដងចាញ៉ាំបាយនឹងគឺញ៉ាំបាយ3នាក់ម៉ែឪកូនអញ្ចឹងណាបញ្ចុកកូនបដើខ្លួនឯងញ៉ាំបដើប៉ុន្តែអាកូននោះដូចតកើរុកប្រហុកចឹងអត់មាននៅស្ងៀមបន្តិចទេសំខាន់ត្រីនេះខ្លោចដូចថាអីដោយសារតែល្ងាចមិញហ្នឹងរវល់បញ្ចុកបបរកូនហើយបានមើលត្រីហើយក៏ខ្លោចតែម្ដងផ្ញើប៉ាមើលប៉ាគេមើលអីបើរវល់ធ្វើការដែរចឹងហើយខ្លោចបដោយទៅហើយពេលបាយហ្នឹងគឺកូនវាតោងតឪយទេស្រួលដែរពេលកូនអត់តោងអញ្ចឹងតោងតឪអញ្ចឹងម៉ែនេះរួចខ្លួនមានអីទៀតឪនឹងចាប់កូនបដើបាយបដើទៅដល់ពេលអញ្ចឹងមានអារម្មណ៍មិនដែរចង់បាន2 3អីទៀតអត់មិនដឹងសប្បាយយ៉ាងណាហើយនេះម៉ែឪនឹងបាយហើយរៀបចានទុកឲ្យកូនមិនទាន់ហើយទេចង់5ម៉ោងហើយមិនទាន់ហើយបាយកូនតាំងពីមុនម៉ែឪរហូតដល់ម៉ែឪហើយទៀតកូនអត់ទាន់ហើយប៉ុន្តែម្ដាយម្នាក់នេះនៅតែញញឹមយ៉ាងស្រស់បំព្រងទោះបីជាយូរយ៉ាងណាក៏មិនអាចធុញកូនបានដែរហើយមាត់ញាប់ស្មេនឹងគ្មានអីទេគឺនិយាយដើមគេជាមួយអ្នកចិត្តខាងនឹងឯងសួរនាំហ្នឹងនិយាយដើមណាគេមានដើមណានិយាយអត់មានអ្នកបង្កើតព្រឹត្តិការណ៍ថ្មីឲ្យនិយាយផងអញ្ចឹងគ្មានរឿងអីនិយាយទេនិយាយលេងណាបងក៏សួរថាមិនអីបញ្ចុកបាយកូនអត់ទាន់ហើយទេអីចង់2ម៉ោងហើយខ្ញុំប្រាប់គាត់ថាមិនទាន់ហើយទេតែវានៅតែហាអញ្ចឹងនឹងធ្វើមិនចេះតែបញ្ចុកទៅអត់ទាន់យំរោរឿង